ជំរាបសួរលោកគ្រូតាលោកយាយលោកគ្រូអ្នកគ្រូនិងមិត្តប្រធមទាំងអស់គ្នាជាកិច្ចចាប់ផ្ដើមមុនការអានគម្ពីរពលិនគរកាយខ្ញុំបាទសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យព្រះសម្មាសម្ពុទ្ធព្រះទេវៈទាំង8ព្រះអង្គព្រះគ្រូដាស៊ីរាណារណ្ដានិងលោកគ្រូតាធម្មីចាព្រំកេសានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈពុទ្ធាំសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំសរណង្កច្ឆាមិកម្មវិធីអានគម្ពីរពលិនគរកាយភាគទី1ទំព័រទី157ដល់ទំព័រទី162ស្រាវជ្រាវនឹងរៀបរៀងចងក្រងដោយលោកយាយនឹងបុប្ផានិងលោកគ្រូតាធម្មីចាព្រំកេសាផ្សព្វផ្សាយប្រធានដោយមជ្ឈមណ្ឌលសមថវិបស្សនាធុរៈលោកគ្រូធម្មីចាព្រំកេសាមេត្តលីទេវបុត្របរិជ្ជរតឆ្ពោះទៅកាន់ទេវលោកសួគ៌នាយព្រះបាទនេមរាជទ្រង់ស្ដេចទៅដល់ទ្រង់រីករាយដោយទស្សនីយភាពដ៏ល្អហួសប្រមាណទ្រង់តតឃើញទិព្វវិមានរបស់ទេពធីតាឈ្មោះវីរុណីមានកំពូល5ស្រួចខ្ពស់លលៃល្អអស្ចារ្យប្រដាប់ដោយគ្រឿងអលង្ការសមលំនាំឥតខ្ចោះនៅកណ្ដាលឧទ្យានមានស្លឹកផ្កានិងផ្លែស្រស់ក្បែរស្រះបោខណីដែលព័ទ្ធពន់ដោយដើមកັບប្រព្រឹកមានស្លឹកលោះខ្ចីព្រះចក្រីបានទស្សនាឃើញទាំងនាងវីរុណីបើកបង្អួចចំហហើយកំពុងសាទរជាមួយនឹងពាន់ស្រីទេពអប្សរទាំងឡាយយើងយះកែក្រាយស្រទេសស្រទន់ទៅគង់លើខ្នងសរីសយនីដែលជាទីមនោរម្យជាទឹកពីរមបីដូចជាអន្ទាក់ធម្មជាតិតាក់ទាញព្រះនេត្រសម្ដេចព្រះភុវនាថឲ្យងាករេបែរទៅតើតមិនចេះឆ្អែតជាហេតុឲ្យព្រឺព្រួចសពព្រះលោមាញ៉ាំងព្រះឱរានៃព្រះរាជាឲ្យញ័រប្រផាប់ចាប់អារម្មណ៍ណាស់ទើបទ្រង់មានព្រះរាជតម្រាស់ត្រាស់សួរមេត្តលីថាណែទេវសារថីវិមាននេះមានកំពូល5មហិមាមាននារីមានអានុភាពធំដែលប្រដាប់ដោយកម្រងផ្កាហើយសម្ដែងនៅទេវរិទ្ធច្រើនប្រការនៅកណ្ដាលដំណេកមនាទេពបំរើខ្ញុំមានសេចក្តីរីករាយណាស់ព្រោះឃើញវិមាននេះតើនារីដែលរីករាយក្នុងវិមាននេះនាងបានធ្វើកុសលកម្មដូចម្ដេចមេត្តលីនាងវីរុណីដែលទ្រង់ធ្លាប់ជ្រាបហើយថាជាទាស័យកើតក្នុងផ្ទៃទាស័យក្នុងផ្ទះនៃព្រាហ្មណ៍នាងវីរុណីនោះដឹងថាភិក្ខុជាភ្ញៀវមានផុតកាលដល់ហើយនាងរីករាយក្នុងការប្រគេនចង្ហាន់ភិក្ខុនោះដូចជាមេដាដែលត្រេកអរចំពោះបុត្ររបស់ខ្លួននាងជាអ្នកសង្រួមជាអ្នកចែកទានទើបបានមករីករាយក្នុងវិមាននេះព្រះរាជាវិមានមាសទាំង7មានពន្លឺរុងរឿងមានទេពបុត្រប្រដាប់ហើយដោយក្រែអំពរគ្រប់បែបមានពួកនាងទេពធីតាចំរោមចាំបំរើទៀបត្រាក្នុងវិមាននោះតើទេវបុត្រនោះពីដើមបានធ្វើកុសលកម្មដូចម្ដេចមិត្តលីទេវបុត្រនេះពីដើមជាកហបតីឈ្មោះសនតនៈបានសាងកុដិ7ខ្នងឧទ្ទិសចំពោះបុព្វជិតបានបម្រើភិក្ខុទាំងឡាយអ្នកមានសិលដែលនៅក្នុងកុដិនោះបានប្រគេនជីវរនិងផតហាររក្សាអបោសុតសង្រួមតាមត្រណមសិលទើបបានមករីករាយក្នុងវិមាននេះព្រះរាជាវិមានរុងរឿងដោយជញ្ជាំងជាវិការៈនៃកែវផលិតរុងរឿងដោយអំពូលពេញដោយពួកនារីប្រសើរកំពុងកំសាន្តសប្បាយដោយទឹកភោជននិងកិរិយារំច្រៀងតើពួកនារីទាំងនោះពីដើមបានធ្វើនៅកុសលកម្មដូចម្ដេចមត្តលីពីដើមនាងនារីទាំងនោះជាមនុស្សមានសិលត្រេកអរក្នុងទាន
តាំងនៅក្នុងសច្ចធម៌ជាអ្នកសង្រួមទើបបានមករីករាយក្នុងវិមាននេះព្រះរាជាវិមាននេះរុងរឿងដោយចិញ្ចៀងជាវិការៈនៃកែវវិទូមានសូរសំឡេងដូតតន្ត្រីជាទឹកលាន់ឮឡើងរងំស្រងាត់គួរឲ្យចង់ស្ដាប់ព្រោះសូរស័ព្ទសំឡេងពីរោះយ៉ាងនេះពីមុនមកខ្ញុំមិនដែលឮតើពួកទេវបុត្រទាំងនេះពីដើមបានធ្វើកុសលកម្មដូចម្ដេចបានជាមករីករាយក្នុងវិមាននេះមេត្តាលីពីដើមទេវបុត្រទាំងនេះជាមនុស្សដែលបានកសាងសួនច្បារស្រះទឹកអណ្ដូងទឹកលើកថ្នល់និងស្ពានបានប្រណិប័តព្រះអរហន្តទាំងឡាយដែលមានចិត្តត្រជាក់បានប្រគេនជីវរចង្ហាន់បិណ្ឌបាតសេនាសនៈនិងគិលានភេសជ្ជៈរក្សាឧបោសថសំរួមតាមត្រណមសិលជាអ្នកចែកទានទើបបានមករីករាយក្នុងវិមាននេះឡាព្រះរាជាវិមានទាំងឡាយនេះមានចំណែកវិការៈនៃមាសតាំងនៅឯដងអាកាសមានពន្លឺរុងរឿងដូចជាផ្លេកបន្ទោក្នុងចន្លោះនៃមេឃក្នុងវិមានទាំងនោះមានពួកទេវបុត្រមានឫទ្ធិច្រើនដែលសុទ្ធតែប្រដាប់ដោយគ្រឿងអម្ពរគ្រប់បែបមានពួកស្រីទេពអប្សរចោមរោមរារាំប្រទក្សិណវិលវងជុំវិញតើពួកទេវបុត្រទាំងនេះពីដើមបានធ្វើកុសលកម្មដូចម្ដេចមិត្តលីពីដើមទេវបុត្រទាំងនេះជាមនុស្សមានសទ្ធាជ្រះថ្លាជាសាវករបស់ព្រះសម្មាសម្ពុទ្ធតាំងសុបដោយសទ្ធាក្នុងព្រះសទ្ធធម៌មានជំនឿជឿសុបចំពោះធម៌ព្រះពុទ្ធដែលព្រះមានព្រះភិក្ខទ្រង់ប្រកាសទុកល្អហើយដែលហៅថាព្រះពុទ្ធសាសនាបានប្រព្រឹត្តតាមព្រះពុទ្ធវចនៈរបស់ព្រះសាស្តាបពុទ្ធព្រះរាជាឋានទាំងឡាយនោះដែលទ្រង់ក្រឡេកឃើញគឺជាឋានរបស់ទេវបុត្រទាំងនោះបពុទ្ធព្រះរាជាឋានរបស់សត្វអ្នកមានបាបកម្មក៏ទ្រង់បានជ្រាបហើយទាំងឋានរបស់សត្វអ្នកមានកល្យាណកម្មក៏ទ្រង់បានជ្រាបហើយដែរឥឡូវនេះសូមទ្រង់ស្ដេចយាងទៅកាន់សំណាក់នៃសកទេវរាជព្រះឥន្ទមិត្តលីទូដូច្នេះហើយក៏បរវិជ្ជយន្តរត់ឆ្លងកាត់ភ្នំសន្តៈបរិភ័ណ្ឌនិងសមុទ្រសីតន្តរៈទាំង7ជាន់សំដៅទៅឋានត្រៃត្រឹងព្រះបាទនេមិរាជទ្រង់ស្ថិតនៅលើទិព្វយានបានក្រឡេកឃើញភ្នំសតៈបរិភ័ណ្ឌក្នុងចន្លោះសមុទ្រសីតន្តរៈទើបទ្រង់សួរទេវសាថីថាភ្នំទាំងនេះតើឈ្មោះអ្វីខ្លះមិត្តលីភ្នំធំទាំងឡាយនេះក្នុងសមុទ្រសីតន្តរៈគឺភ្នំសោទុសនៈ1ករវិកៈ1អិសន្តរៈ1យុគន្តរៈ1នេមន្តរៈ1វិនតកៈ1អសកណៈ1ជាភ្នំមានកំពូលខ្ពស់ឡើងតាមលំដាប់រៀងគ្នាបពុទ្ធមហារាជភ្នំដែលទ្រង់ក្រឡេកឃើញនោះជាលំនៅនៃមហារាជទាំងឡាយចតុលោកបាលទេវរាជទាំង4ព្រះអង្គជាសេនានៃព្រះឥន្ទព្រះរាជាទ្វារមានរូបច្រើនជាអនេកដូចរូបព្រះឥន្ទដ៏រុងរឿងវិចិត្រដោយរតនវត្ថុផ្សេងជាទីគួរសម្បើមដូចជាព្រៃធំដែលពួកខ្លាធំចាំរក្សាតើគេហៅទ្វារនេះជាទ្វារអ្វីមិត្តលីទ្វារនេះឈ្មោះចិត្តកោฏជាទីចេញចូលនៃទេវរាជឈ្មោះសកៈសូមទ្រង់យាងចូលទៅតាមទ្វារនោះចុះព្រះបាទនេមិរាជស្ថិតនៅលើទិព្វយានបានចូលតាមទ្វារចិត្តកោฏទ្វារកំពែងឋានត្រៃត្រឹងបានតើតឃើញនៅទេវសភាទ្រង់ត្រាស់សួរថាវិមាននោះឈ្មោះអ្វីមេត្តលីទេវសភាដែលព្រះអង្គតើតឃើញនោះឈ្មោះសុធម្មាទេវសភានោះរុងរឿងដោយកែវពិទូវិចិត្រមានសសរសុទ្ធតែ8ជ្រុងជាវិការៈនៃកែវវិទូទាំងអស់ពួកទេវតានៅឋានត្រៃត្រង់គ្រប់អង្គមានព្រះអិន្ទជាប្រមុខតែងប្រជុំគ្នាក្នុងទីនេះដើម្បីគិតគូរនៅសេចក្តីចម្រើនរបស់ទេវតានិងមនុស្សទាំងឡាយបពុទ្ធព្រះរាជាសូមទ្រង់យាងចូលទៅកាន់ទីអនុមោទនានៃទេវតាទាំងឡាយតាមទ្វារនេះចុះពួក
ទេពនិករបានឃើញព្រះរាជានោះទ្រង់ស្ដេចយាងមកដល់ហើយត្រេកអរទទួលថាបពិតមហារាជដំណើរដែលព្រះអង្គស្ដេចមកនេះប្រពៃហើយឥឡូវនេះសូមព្រះអង្គគង់ក្នុងទីជិតនៃទេវរាជចោះសកទេវរាជត្រេកអរទទួលព្រះរាជដំណើរអញ្ជើញព្រះអង្គដោយអាសនៈផងដោយកាមទាំងឡាយផងថាព្រះអង្គស្ដេចមកដល់លំនៅនៃទេវតាទាំងឡាយជាដំណើរប្រពៃណាស់សូមព្រះអង្គគង់នៅក្នុងទេវលោកជាទីញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចសូមព្រះអង្គបរិភោគកាមទាំងឡាយដែលមិនមែនជារបស់មនុស្សក្នុងតៅវតឹងទេវលោកនេះចោះព្រះបាទនេមិរិជទ្រង់តបថាខ្ញុំព្រះអង្គអរព្រះគុណណាស់ហើយប៉ុន្តែវត្ថុណាដែលបានដោយគេឲ្យវត្ថុនោះមិនខុសពីទ្រព្យដែលខ្ចីគេប៉ុន្តែខ្ញុំព្រះអង្គអត់ចង់បានវត្ថុដែលកើតដោយបុណ្យគេដែលគេឲ្យនោះទេបុណ្យទាំងឡាយដែលខ្ញុំព្រះអង្គបានធ្វើខ្លួនឯងនោះទើបជាទ្រព្យរបស់ខ្ញុំព្រះអង្គខ្ញុំព្រះអង្គនឹងត្រឡប់ទៅធ្វើកុសលដោយការឲ្យទានផងដោយប្រព្រឹត្តស្មើផងដោយការសង្រួមឥន្ទ្រីផងដោយការទូន្មានឥន្ទ្រីផងក្នុងពួកមនុស្សឲ្យបានចំនួនច្រើនទើបខ្ញុំព្រះអង្គដល់នៅសេចក្តីសុខមិនក្តៅក្រហាយខាងក្រោយព្រះបាទនេមិរាជទ្រង់សម្ដែងធម៌ដោយព្រះសូរសៀងដ៏ពិរោះចំពោះទេវតាទាំងឡាយញ៉ាំងពួកទេវតាឲ្យត្រេកអរអស់វេលា7ថ្ងៃមនុស្សទ្រង់ស្ថិតនៅចំកណ្ដាលនៃពួកទេវតាទ្រង់សរសើរគុណមេត្តាលីថាមេត្តាលីទេវសាថីជាអ្នកមានឧបការៈច្រើនដល់ខ្ញុំព្រោះបានបង្ហាញនៅឋាននៃសត្វមានពុញ្ញកម្មនិងឋាននៃសត្វមានបាបកម្មដល់ខ្ញុំទ្រង់សរសើរដូច្នេះហើយទើបទ្រង់លាសកទេវរាជនិងពួកទេវតាទាំងអស់គង់លើវិជ្ជយន្តរថដែលមេត្តាលីទេវបុត្រហោះផ្លោះចុះមកកាន់នគរមិថិលានាមមនុស្សលោកឋានអាយនេះវិញមហាជនមានសេចក្តីត្រេកអរចូលមកឈូឆរកោះកពីពេញក្រាបបង្គំគូលគល់ទូលសួរនៅព្រះរាជដំណើរដែលទ្រង់ស្ដេចទៅកាន់ទេវលោកព្រះអង្គទ្រង់ពរនានៅសម្បត្តិទេវលោកដោយន័យដ៏ច្រើនជាអនេកបការហើយទ្រង់ទូន្មានថាអ្នកទាំងឡាយចូលធ្វើបុណ្យទាំងឡាយមានដូចជាទានសិលជាដើមនឹងបានទៅកើតក្នុងទេវលោកនោះចំណេរកាលមកខាងក្រោយកាលដែលព្រះអង្គមានព្រះកេសាស្កូវមួយសរសៃទ្រង់ព្រួយព្រះហឫទ័យឥតក្តីជ្រះថ្លាក្នុងរាជសម្បត្តិសោះទើបទ្រង់ដាក់រាជបរិជ្ជទានដល់ព្រះរាជឱរសព្រះនាមកាឡារជ្ជកៈឲ្យសោយរាជតព្រះរាជបវេនីហើយទ្រង់ស្ដេចទៅសាងប្រធ្នោះជាឥសីគង់នៅក្នុងព្រៃស្វាយគឺសួនអំពរវ័ននេះឯងព្រះរាជឥសីបានចម្រើននៅព្រហ្មវិហារទាំង4សម្រាប់ឈានបានទៅកើតក្នុងព្រហ្មលោកព្រះសាស្តាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់មានព្រះពុទ្ធដីកាថាមនីភិក្ខុទាំងឡាយតថាគតចេញទៅកាន់មហាភិនិក្រមសាងភ្នោះមិនមែនតែក្នុងកាលឥឡូវនេះទេពីដើមគោតថាគតធ្លាប់ចេញទៅកាន់មហាភិនិក្រមដែរបន្ទាប់មកព្រះដ៏មានជោគទ្រង់ប្រជុំជាដកថាព្រះអិនក្នុងកាលនោះបានជាអនុរុទ្ធភិក្ខុក្នុងកាលឥឡូវនេះមេត្តាលីទេវបុត្របានជាអនន្តភិក្ខុពួកក្សត្រ 84000 ព្រះអង្គបានជាពុទ្ធបរិស័ទហើយព្រះបាទនេមិរាជគឺអង្គអញតថាគតជាសម្មាសម្ពុទ្ធនេះហោង